មានបងប្អូនក៏សួរខ្ញុំថាតើការចូលផ្សារឬក៏ការវិភាគទីផ្សាររបស់ខ្ញុំ apply យុទ្ធសាស្ត្រអីគេប្រើប្រាស់ concept អីគេគាត់ចង់ដឹងអញ្ចឹងនៅក្នុងថ្ងៃនេះគឺខ្ញុំប្រាប់គាត់ថាតើខ្ញុំប្រើយុទ្ធសាស្ត្រអី concept អីគេកាប់ទៅខ្ញុំនិយាយប្រាប់អ្នកនរគ្នាត្រង់ទៅការ trade របស់ខ្ញុំមានយុទ្ធសាស្ត្រហើយអត់មាន concept ណាមួយទេយុទ្ធសាស្ត្រដែលខ្ញុំកំពុង trade យុទ្ធសាស្ត្រដែលខ្ញុំកំពុងតែបង្ហាញអ្នកនរគ្នាឃើញរាល់ដងហ្នឹងគឺជាយុទ្ធសាស្ត្រផ្ទាល់ខ្លួនរបស់ខ្ញុំមួយតែខ្ញុំបានបំបែកចេញពីអ្វីដែលខ្ញុំបានរៀនកន្លងមកអញ្ចឹងខ្ញុំឧទាហរណ៍ថាគឺខ្ញុំបានរៀនច្រើនមែនទែនពាក់ព័ន្ធជាមួយនឹងការ trading ឧទាហរណ៍ថាមាន RMC មាន Smart Money Concept មានការ Purpose Support Resistance របៀបនៅក្នុងការមើលទៅលើអីផ្សេងៗទៀតក៏ប៉ុន្តែនៅក្នុងមេរៀនដែលខ្ញុំរៀនខ្ញុំអត់បានប្រើ concept នឹងឲ្យច្បាស់ហ្មងទេគឺខ្ញុំរៀនគឺខ្ញុំមើលថាតើនៅក្នុង concept មួយហ្នឹងវាមានចំណុចឆ្ងាញ់ត្រង់ណាចំណុចសំខាន់ត្រង់ណាបន្ទាប់មកខ្ញុំដកចំណុចសំខាន់នឹងចេញហើយខ្ញុំទៅរៀនមេរៀនផ្សេងទៀតបន្ទាប់មកខ្ញុំមើលមេរៀនផ្សេងទៀតហ្នឹងវាមានចំណុចសំខាន់ត្រង់ណាល្អត្រង់ណាដើម្បីអាចផ្គុំវាបានខ្ញុំដកវាចេញបន្ទាប់មកខ្ញុំរៀនរហូតខ្ញុំមើលខ្ញុំរៀនរហូតទៅបន្ទាប់មកខ្ញុំយកអ្វីដែលខ្ញុំបានរៀនហើយខ្ញុំយកអ្វីដែលចំណុចសំខាន់ដែលខ្ញុំបានដកមកខ្ញុំយកមក combine ចូលគ្នាឬក៏ច្បាច់ចូលគ្នាមើលថាតើវាប្រើការកើតអត់អញ្ចឹងមានន័យថាគឺខ្ញុំរៀនច្រើនក៏ប៉ុន្តែខ្ញុំដកតែចំណុចសំខាន់នៅក្នុង concept នីមួយយកមកច្បាច់ចូលគ្នា combine ចូលគ្នាបង្កើតឲ្យទៅជាយុទ្ធសាស្ត្រមួយទៀតសំណួរសួរថាហេតុអីបានខ្ញុំធ្វើអញ្ចឹងហេតុអីបានខ្ញុំអត់ព្រមប្រើ concept របស់គេការពិតគោលបំណងនៅក្នុងការដែលខ្ញុំចង់បង្កើត concept មួយទៀតសម្រាប់ខ្លួនឯងគឺដោយសារតែខ្ញុំចង់ឲ្យខ្លួនឯងមានភាពងាយស្រួលនៅក្នុងការ trading ខ្ញុំចង់ឲ្យយុទ្ធសាស្ត្រហ្នឹងគឺវា fit ឬក៏វា matching ជាមួយនឹងការ trade របស់ខ្ញុំហើយចំណុចបន្ទាប់ទៀតមូលហេតុដែលខ្ញុំបង្កើតយុទ្ធសាស្ត្រហ្នឹងឡើងមកសម្រាប់ខ្លួនឯងហ្នឹងគឺខ្ញុំសង្ឃឹមថាខ្ញុំអាចបរៀនគេឲ្យងាយយល់ហើយវា simple ពីព្រោះបើសិនជាយើងយក concept ណាមួយយកទៅបរៀនគេដោយយើងអត់បានបែកឬក៏យើងអត់យល់អំពីរបៀបនៅក្នុងការសង្ខេបទេអញ្ចឹងនៅពេលដែលយើងទៅបរៀនគេក៏ពិបាកយល់ដែរអញ្ចឹងមូលហេតុដែលខ្ញុំបែកយុទ្ធសាស្ត្រនឹងឲ្យទៅជាយុទ្ធសាស្ត្រផ្សេងទៀតដោយសារអីដោយសារទី1ខ្ញុំតម្រូវចិត្តខ្លួនឯងខ្ញុំចូលចិត្ត trade បែបម៉េចខ្ញុំត្រូវរៀប flow ឬក៏បំបែកស្គីហ្នឹងឲ្យវាទៅសម្រាប់ការ trade របស់ខ្លួនឯងមួយឲ្យវាមានរូបភាពមួយ simple សម្រាប់ខ្លួនឯងខ្ញុំមិនចង់ឲ្យវាមានភាពស្មុគស្មាញទេចំណុចសំខាន់នៅពេលដែលយើងបរៀនគេយើងត្រូវយកអ្វីដែលយើងបានរៀនហ្នឹងយកទៅបំបែកចម្រាញ់យកតែចំណុចល្អចំណុចដែលប្រើប្រាស់បានយកទៅប្រាប់គេយកទៅបរៀនគេសង្ខេបឲ្យគេងាយយល់ឲ្យមានអារម្មណ៍ថាអ្នកដែលគាត់រៀនគឺគាត់ស្ដាប់ថាយើងចង់និយាយពីអីយើងចង់បង្ហាញគាត់ពីអីចឹងណាអញ្ចឹងអានឹងគឺជាគោលបំណងរបស់ខ្ញុំមួយតែខ្ញុំបានបំបែកយុទ្ធសាស្ត្រដែលខ្ញុំបានរៀនទាំងអស់បង្កើតឲ្យទៅជាយុទ្ធសាស្ត្រមួយទៀតអានឹងជាគោលបំណងរបស់ខ្ញុំហើយសួរថាការដែលយើងធ្វើអញ្ចឹងវាមានផលពិបាកអត់កាពិតបើសិនជានិយាយទៅពេលដែលយើងបំបែកហើយទៅជាយុទ្ធសាស្ត្រមួយសម្រាប់ខ្លួនឯងវាអត់មានផលបាក់អីទេយើងចាំតែអនុវត្តយើងមានតែ plan យើងមានតែ discipline វិន័យសម្រាប់ខ្លួនឯង rule អីផ្សេងៗរីmanagement អីចឹងទៅតែផលពិបាកវានៅត្រង់ពេលដំបូងព្រោះដោយសារផលពិបាកដំបូងយើងត្រូវដកចំណុចសំខាន់ចេញពី concept ណាមួយយើងត្រូវយកមក testing សិនហើយយើងត្រូវយកយុទ្ធសាស្ត្ររបស់យើងហ្នឹងទៅ combine ចូលគ្នាថាវាប្រើការកើតអត់ហើយរយៈពេលតេស្តវាយូរគួរសមដែរអញ្ចឹងដកចំណុចសំខាន់មួយទៅតេស្តមួយដកចំណុចសំខាន់មួយគឺទៅតេស្តមួយដកចំណុចសំខាន់មួយទៅតេស្តមួយគឺធ្វើអញ្ចឹងរហូតដើម្បីឲ្យវាច្បាស់ថាវាresult វាចេញមកគឺវា matching ឬក៏វាត្រូវគ្នាជាមួយនឹងយុទ្ធសាស្ត្ររបស់យើងណាអញ្ចឹងមិនមែនតែយើងឃើញចំណុចនោះសំខាន់យើងចេះតែដកមកយកទៅបរៀនគេយកទៅ trade ខ្លួនឯងគឺអត់បានទេគឺមុននឹងពេលដែលយើងដកមកហ្នឹងគឺយើងត្រូវតេស្តហើយយើងត្រូវតេស្តឲ្យតេស្តទៀតយើងមើលថាតើវា fit គ្នាជាមួយនឹងយុទ្ធសាស្ត្រយើង trade អត់អញ្ចឹងណាអញ្ចឹងផលពិបាកដំបូងគឺពិបាកដោយសារវាត្រូវតេស្តយើងត្រូវមើល result ហើយយើងត្រូវមើលថាតើមានចំណុចណាវាច្រឡំប្រហោងអត់វាមានកំហុសត្រង់ណាខ្លះដើម្បីយើងរកចំណុចច្រឡំប្រហោងឃើញយើងទៅបំពេញចំណុចច្រឡំប្រហោងហ្នឹងណាហើយពេលខ្លះទៅវាពិបាកហងថាចាវាចាយពេលច្រើនហើយ
nơiពេលដែលវាមានចំណុចខ្វះខាតហើយយើងត្រូវទៅរកចម្លើយដើម្បីទៅបំពេញចំណុចខ្វះខាតនឹងវិញហើយពេលខ្លះទៀតมันប្រកាសថាចំណុចសំខាន់ដែលយើងដកមកហ្នឹងគឺវាត្រឹមត្រូវឬក៏វាល្អដែរពេលដែលយើងតេស្តទៅយើងឃើញថាវាមានភាគរយតិចតួចតែប្រើការកើតយើងក៏ត្រូវដកវាចេញយើងទៅរកអាផ្សេងទៀតដើម្បីមកជំនួសកន្លែងហ្នឹងអញ្ចឹងទៅអញ្ចឹងនិយាយទៅអាពេលដែលយើងរៀបដំបូងហ្នឹងគឺវាមានផលវិបាកច្រើនវាមានភាពស្មុគស្មាញច្រើនដើម្បីបង្កើតឲ្យទៅជាយុទ្ធសាស្ត្រមួយដែល simple ដែលមើលទៅសង្ខេបឲ្យវាខ្លីពីព្រោះដោយសារនៅក្នុងការ trading បើសិនជាយើងធ្វើឲ្យវាស្មុគស្មាញវាប្រកាសជាស្មុគស្មាញហើយតែបើសិនជាយើងអ្នកដែលមានបទពិសោធន៍ទៅក្នុងការ trade យើងព្យាយាមសម្រាយវាឲ្យខ្លីធ្វើឲ្យវាងាយយល់ធ្វើឲ្យវា simple ខ្ញុំគិតថាយើងអាចធ្វើបានទៅតាមអ្វីដែលយើងអាចព្យាយាមទៅ simple បានប៉ុណ្ណាយកប៉ុណ្្នឹងអញ្ចឹងទៅ at least យើងបានព្យាយាមកុំឲ្យស្មុគស្មាញខ្លាំងពេកដូចពេលដំបូងអញ្ចឹងណាអញ្ចឹងដូចខ្ញុំបានបង្ហាញអញ្ចឹងផលពិបាកនៅក្នុងការបំបែកយុទ្ធសាស្ត្រផ្សេងៗឲ្យទៅជាយុទ្ធសាស្ត្រមួយទៀតគឺវាចាយពេលច្រើនហើយវាត្រូវការឲ្យយើងគួយ testing ច្រើនយើងត្រូវការមើលបំពេញចំណុចខ្វះខាតហើយបើសិនជាប្រើមិនត្រូវទេគឺត្រូវដកវាចោលទៀតអញ្ចឹងគឺវាមានចំណុចច្រើនមែនទែននៅក្នុងការដែលយើងចាប់ផ្ដើមធ្វើយុទ្ធសាស្ត្រផ្សេងទៀតទៅពេលដែលយើងចាប់ដើមដំបូងតែនៅពេលដែលយើងធ្វើហើយយើងអត់មានផលវិបាកអីដោយសារតែពេលហ្នឹងគឺទីមួយវាប្រើទៅវាត្រូវសម្រាប់ខ្លួនឯងហើយបើសិនជាមានអីខ្វះខាតទីទៀតយើងអាចចំណាយពេលមើលថែមថយតិចតួចត្រូវ add អីថែមត្រូវដកអីចេញអញ្ចឹងណាអាហ្នឹងគឺវាអត់ជាបញ្ហាធម្មតានៅក្នុងយុទ្ធសាស្ត្រមួយយើងមាន6ទៅ7រូបមន្តហើយអញ្ចឹងចាត់ទុកថាប៉ុណ្្នឹងគឺអូខេហើយបើសិនជាខ្វះយើងអាចរករូបមន្តផ្សេង add ចូលបានហើយបើសិនជាមិនទំនងយើងអាចដករូបមន្តណាចេញដាក់អាណាចូលវិញអញ្ចឹងទៅវាគ្រាន់បើជាងយើងចាប់ផ្ដើមរករូបមន្តទី1មកអញ្ចឹងតែចូលដល់រូបមន្តទី7ទី8វាគិតថាយើងបានចម្រាញ់ច្រើនមកហើយអញ្ចឹងខ្ញុំគិតថាចំណុចចុងក្រោយនេះវាអត់សូវពិបាកទេតែវាផ្ដល់ភាពងាយស្រួលច្រើននៅពេលដែលខ្ញុំធ្វើអញ្ចឹងដូចខ្ញុំបានប្រាប់អ្នកនរគ្នាអញ្ចឹងគោលបំណងខ្ញុំគឺសម្រាប់ងាយស្រួលសម្រាប់ខ្លួនឯងហើយទី2ក៏វាងាយស្រួលសម្រាប់សិស្សដែរតែគាត់រៀនទី1យើងបញ្យល់គាត់ងាយយល់គាត់ដឹងថាយើងកំពុងនិយាយពីអីយើងកំពុងតែចង់ឲ្យគាត់ដឹងអីគឺគាត់ដឹងគឺគាត់ងាយយល់គឺគាត់ងាយចាប់បានអញ្ចឹងទៅអានេះគឺជាគោលបំណងខ្ញុំមួយដែលខ្ញុំព្យាយាមបែកយុទ្ធសាស្ត្រណាមួយដើម្បីវាមើលទៅ simple fitting ជាមួយនឹងអ្នកដែលគាត់នឹងឯអ្នកនរគ្នាពេលហ្នឹងខ្ញុំត្រូវនិយាយវីដេអូតទៅទៀតតែដោយសារកាមេរ៉ាអស់ថ្មអញ្ចឹងយើងមានតែ ending ត្រឹមប៉ុណ្្នឹងសិនហើយចាំមើលវីដេអូក្រោយខ្ញុំព្យាយាមនិយាយ detail បន្ថែមទៀតអញ្ចឹងណា